Hello សួស្តីអ្នកនរគ្នាខ្ញុំវីក្រូលឺស្លេមទៀតហើយក្នុងផ្នែកគឺយើងមកត្រឡប់មកវិញជាមួយនឹងរឿង Hunter x Hunter ភាគទី55របស់យើងបន្តទៀតហើយកុំឲ្យខាតពេលយូរតើយើងចាប់ផ្ដើមដល់សាច់រឿងភាគទី55មកហ្នឹងយើងក៏បានឃើញវាំងមួយដែលស្ដេចបិសាចសមោគឺគេចង់ចូលទៅហើយឥឡូវហ្នឹងគឺគេកំពុងធ្វើដំណើរចូលទៅហើយកន្លែងម្ចាស់ដែលគ្រប់គ្រងតំបន់ហ្នឹងវិញកំពុងតែផឹកស៊ីមើលសីរមគ្មានដឹងលើអីសំបីតែមិនតិចនោះទេហើយនៅពេលហ្នឹងផងដែរយើងក៏បានឃើញស្ដេចបិសាចសមោក៏គេបានដើរចូលទៅម៉ែចាត់ការកូនចៅទាំងឡាយហ្នឹងឡើងខ្ទេចទាំងអស់តែម្ដងអាណាគេហ៊ានតែមករៀបរៀងគឺដឹងតែស្លាប់ហើយនៅពេលហ្នឹងយើងក៏បានឃើញអាម្ចាស់ធំនៅកន្លែងវាំងគេបានទទួលទូរស័ព្ទពីទាហានផងដែរប៉ុន្តែកំពុងតែនិយាយក៏បានដាច់ទូរស័ព្ទប៉ាត់អីចឹងទៅអាហ្នឹងអត់ខ្វល់ទៀតទេនិយាយទៅវាកំពុងតែមើលស្រីសាររំកវីគូដអីណាអីចឹងទៅហើយនៅពេលហ្នឹងយើងក៏បានឃើញកូនទាហានជាច្រើនក៏បានចេញមកជាមួយនឹងបរិសម្នាក់ដែលមានកម្លាំងថាអពលណែនផងដែរហើយនៅពេលដែលឃើញបែបហ្នឹងពីទូគេបាយថាអាយ៉ាចំណៃស្ដេចបិសាចសមោចដែលកំពុងតែរកបានមកដល់ហើយស្ដេចបិសាចសមោចគេបាយថាហើយខំរយូរហើយឥឡូវនេះគឺបានជួបហើយគាត់ទៅមើលនៅភ្នែកទេក៏ដឹងដែរថាបរិសហ្នឹងគឺមានថាអពលពិសេសដែលជាមនុស្សកំរនឹងឯងហើយគាត់នៅឃើញចឹងស្ដេចបិសាចសមោចគឺគេឃ្លានយកតែមែនតែម្ដងគេក៏បានផាកតុយទៅសម្លាប់ទាហានក៏ដូចជាអប៉ែហ្នឹងនៅកន្លែងហ្នឹងភ្លាមហើយក៏បានភ្លក់សាច់តែម្ដងហើយនៅពេលដែលគេភ្លក់ហើយគេបាយថាអូយរសជាតិពិតជាមិនអាចកាត់ថ្លៃបានទេពិតជាមានរសជាតិឆ្ងាញ់ណាស់អីគេឲ្យជារសជាតិឲ្យជារសឆ្ងាញ់ណាស់ហើយគេក៏បានប្រកាច់បញ្ចេញធម្មពលរបស់គេអញ្ចឹងទៅខ្ញុំដឹងថាកន្លែងហ្នឹងវាប្រកាច់វាអវាខ្លាំងពេកអញ្ចឹងណាហើយគាត់តែឃើញបែបហ្នឹងយើងក៏បានឃើញពីទូគេបាយថាស្ដេចបិសាចសមោចនេះគឺសាហាវមែនគ្រាន់តែស៊ីឲ្យឆ្អែតជុះចេញណានិយាយទៅនៅពេលដែលស៊ីហ្នឹងក៏បានសោបអួរដែរក៏ដូចជាថាអពលពីបរិសម្នាក់ហ្នឹងមកដែរស៊ីកាន់តែច្រើនសោបកាន់តែច្រើនកាន់តែខ្លាំងហើយចំណែកអប៉ែនេះវិញគឺកំពុងតែមើលចប់ហើយផ្ទះដៃមួយអើយស្អាតរងកវីអើយខ្ជុលដល់កហើយពេលហ្នឹងយើងក៏បានឃើញថាស្ដេចបិសាចសមោចក៏ដូចជាឆ្មាំងរីកក៏បានចូលមកហើយអប៉ែហ្នឹងក៏បានងើបមកហើយក៏បានសួរទៅកាន់ពួកគេថាចុះម៉ែណាគេចូលមកហ្នឹងហើយបន្ទាប់មកក៏បានថាអេទាហានទៅណាហើយទាហានឆាប់ចូលមកមានគេចូលមកហើយនៅពេលហ្នឹងយើងក៏បានឃើញស្ដេចបិសាចសមោចក៏បាននិយាយថាអើយអានេះមនុស្សធម្មតាហ្នឹងគ្មានថាពលអាចឆ្កែស្អីអត់មានសំខាន់អីមិនតិចពេលហ្នឹងយើងក៏បានឃើញថាអប៉ែហ្នឹងក៏បានហៅទាហានមិនតាមានទាហានណាចូលមកទេហៅទាហានក្បែរស្អីទាហានណាសម្រាប់ចោលហើយអត់មានសល់នោះទេហើយពេលហ្នឹងយើងក៏បានឃើញថាអប៉ែហ្នឹងក៏បាននិយាយលេអញ្ចឹងទៅដែលធ្វើស្ដេចបិសាចសមោចបាយថាចំអប៉ែនេះរៀងឡប់អត់សូវគ្រប់ទឹកហ្នឹងភ្លើហ្នឹងហើយបានឡើងធ្វើធំកើតដែរអើយគ្រប់គ្រងតំបន់ឡើងធំដូចវាំងហ្នឹងឆ្មាំងរីកបាននិយាយថាអូប្រហែលតាមខ្សែរយៈតាមអីមានលុយមានអីអញ្ចឹងណាគេថាមិនមែនដោយសមត្ថភាពទេហើយនៅពេលហ្នឹងផងដែរយើងក៏បានឃើញស្ដេចបិសាចសមោចគេបាយថាហុយមនុស្សអញ្ចឹងគឺអត់ប្រយោជន៍នោះទេនិយាយទៅគឺគ្មានតម្លៃតែម្ដងអាតាមខ្សែតាមលុយឯហ្នឹងពេលហ្នឹងពីទូក៏បានបន្តពីក្រោយថានៅយើងតែប៉ុណ្្នឹងហើយនិយាយទៅហើយចំណែកអាយុ2នេះវិញយើងក៏បានឃើញគេក៏បានទៅចាប់ក្មេងស្រីហ្នឹងហើយចំណែកអាប៉ែដែលជាមេនៅកន្លែងហ្នឹងក៏បានថាអើយពួកឯងឆាប់ចាញ់ភ្លាមម៉ែគាត់និយាយអញ្ចឹងផ្លាប់យើងក៏បានឃើញអាប៉ែហ្នឹងក៏បានចែករយបាត់អញ្ចឹងទៅតែពីទូក៏បានសុំរៀងការប៉ែហ្នឹងដើម្បីយកទៅវិសោធន៍នឹងបញ្ជាប៉ែហ្នឹងបន្តទៀតដូចខៃអញ្ចឹងណាហើយយើងក៏បានឃើញថាពួកស្រីក៏បានសុំឲ្យស្ដេចបិសាចសមោចគឺទុកជីវិតផងហើយស្ដេចបិសាចសមោចគេក៏បានថាឲ្យទុកជីវិតហើយមានដែរគិតហ្នឹងថានៅពេលដែលពួកមនុស្សហ្នឹងសម្រាប់គោសម្រាប់ជ្រូកសម្រាប់ទាធ្វើចំណីអាហារហ្នឹងមានដែរគិតពីជីវិតគេដែរគិតថាជ្រូកគោសុំជីវិតដែរអត់ទេនិយាយទៅនិយាយឌឺខ្លាំងមែនតើស្ដេចបិសាចសមោចណាតែគេមានយកយល់ទេគេប្រាប់មនុស្សដូចជាសัตว์អញ្ចឹងហើយនៅពេលហ្នឹងយើងក៏បានឃើញគេក៏បានដើរមកមើលខាងលើយើងក៏បានឃើញថាកន្លែងដែលគេកំពុងតែនៅគឺធំខ្លាំងមែនតើហើយគេយកកន្លែងហ្នឹងធ្វើជាវាំងរបស់គេឥឡូវហ្នឹងដើម្បីបន្តនឹងឯងឥឡូវយើងកន្លែងមើលហ្គននេះវិញយើងក៏បានឃើញហ្គនក៏ដូចជាខេលូក៏បានមកដល់ផ្ទះវិញហើយប៉ុន្តែផ្ទះគឺអាប់អួរខ្លាំងមែនតើសាអូនប៉ាមឥឡូវគឺកំពុងតែខឹងទៅកាន់ហ្គនណាសន្យាមួយខ្លួនថាយកខ្លួនទៅតំបន់ NGL ឥឡូវវាយចាត់ឈ្នះអ្នកខលshot ហ្នឹងពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានបើកទ្វារចូលទៅដើរចូលទៅថាញ័រគ្រប់គ្នាហើយដោយសារតែមើលតែផ្ទះដឹងហើយថាពលអូនប៉ាមិនធម្មតាណាបើកទ្វារមកឃើញអូនប៉ាកំពុងតែចាក់ទៅកាន់តុក្កតារូបហ្គនហ្នឹងចាក់ដូចជ្រុចតែម្ដងហើយតុក្កតាឡើងរាប់រយរាប់ពាន់ហ្មងនេះក៏បានបែរមកថាមកដល់ណាចាប់មកទទួលអីគេទទួលពាក្យសន្យាភ្លាមពេលហ្នឹងយើងក៏បានឃើញអូនប៉ាក៏គេបានបញ្ចេញទឹកមុខគួរឲ្យខ្លាចមែនតើដោយបានថាគាត់សន្យាធ្វើបានអញ្ចឹងគាត់ដឹងហើយថាខ្លួនឯងគឺត្រូវធ្វើអីគាត់បានថាគឺគេអត់កិច្ចបេះទេចង់ធ្វើអីគេក៏ធ្វើទៅគឺគេយល់ព្រមទាំងអស់ពេលហ្នឹងយើងក៏បានឃើញអូនប៉ាគេបានថាគេមិនសម្លាប់ហ្គនទេប៉ុន្តែគឺឲ្យហ្គនធ្វើតាមលក្ខខណ្ឌរបស់គេទី1នេះគឺហ្គនត្រូវទៅក្រៅហើយដេតជាមួយនឹងគេហ្នឹងឯងមានអញ្ចឹងទៀតពេលហ្នឹងយើងក៏បានឃើញខីលូក៏បានស្រែកថាអត់ទេគោចាស់ស្តង់ស៊ីខ្មៅខ្ចីពេលហ្នឹងយើងក៏បានឃើញអូនប៉ាបិទមាត់ខីលូក៏លើអញ្ចឹងបិទមាត់ផ្លឹបអូនប៉ាបានថាទៅដេតមួយគេទៅដើម្បីឲ្យគេគឺមានអារម្មណ៍ល្អអញ្ចឹងណាធ្វើចាំងបានទៀតម៉ែអើយខុសគ្នាជិត20ជួរចំណាយហ្គនគេបាននិយាយថាអត់អីទេអញ្ចឹងក៏បានដែរនិយាយទៅគឺគេយល់ព្រមអីដែលអូនប៉ាសុំគឺគេយល់ព្រមទាំងអស់គីលូបានស្រែកមកឈួនទេគេយកឲ្យទៅស៊ីស៊ីនណាអ្នកហ្នឹងនោះខ្លួនឯងចាស់ទេចង់ស៊ីគេក្មេងអានេះអត់តគ្រប់អាយុយ៉ាត់ជាប់គុកអូនប៉ាបានថាអត់អីទេអត់គ្រប់អាយុក៏អត់អីដែរអីណាបានក្មេងពី10ឆ្នាំអញ្ចឹងតាមឡងក៏និយាយគ្រាន់តែពី10ឆ្នាំណាហើយមើលទឹកមុខគ្រាន់តែគីឡូទៅដឹងហើយឡើងកៀងហ្មងពេលហ្នឹងយើងក៏បានឃើញគីឡូក៏បានខ្សឹបហើយប្រយ័ត្នណាពី10ឆ្នាំណាប្រយ័ត្នដែរយ៉ាត់ទូអត់ជាប់អ្នកហ្នឹងក៏ណាស់ដែរឃើញគេតែពី10ឆ្នាំឯងចង់ធ្វើអីគេនាំកូនគេទៅក្រៅនេះពេលហ្នឹងយើងក៏បានឃើញគ្រាន់ក៏បានថាគឺគេយករំទៅប៉ុន្តែថ្ងៃហ្នឹងគឺអត់អាចដេតបានទេ
គឺចាំថ្ងៃស្អែកទៅដោយសារថ្ងៃហ្នឹងគឺគេរវល់តែហាត់ប្រាណទៅជីមដើម្បីបង្កើននៅថាមពលរបស់គេអញ្ចឹងណាដើម្បីចាំខៃមកវិញគាត់លឺចឹងអូនប៉ាំឡើងខឹងតែម្ដងតែគាត់បានថាអេកុំតន់ខឹងនិយាយមិនតន់ចប់ណាចាំស្អែកចាំយើងទៅជប់ណោះចាំស្អែកចាំជូនដើរលេងហើយមានអី surprise ទៀតគឺគេតែរៀបចំនៅពេលដែលគ្នាដើម្បី surprise អញ្ចឹងណាហើយរឿង surprise ហ្នឹងបែបម៉េចគឺគេប្រាប់ទេសុំលាក់ទុកសិនហេវាយចិត្តចឹងទៀតណាពេលដែលលឺបែបហ្នឹងអូនប៉ាក៏បានទម្លាក់កបិតហើយទៅទឹកមុខហើយក៏ដូចជាកាយកាឡើងសន្ទប់សន្ទុនអូយគួរឲ្យស្រឡាញ់ដល់កហើយអើយបើអញ្ចឹងតាំងយូរមិនអីនេះហើយចំណែកគេលូឡើងគៀងហ្មងមើលវាធ្វើអាពីរអ្នកនេះបន្ទាប់មកគាត់នឹងគេលូក៏បានទៅជាដើម្បីវឹកហាត់នៅកាយសម្បទារបស់គេហើយចំណែកគេលូក៏បានសួរទៅកាន់គាត់ថាពីមុនមកគឺធ្លាប់ដេតដែរអត់គាត់គេបានថាធ្លាប់ហើយចំណែកគេលូវិញគេលូបានថាអេដេតខ្មែរស្អីកើតមកក្នុងគ្រួសារឃាតករក៏ទៅហាត់ក្បាច់សម្លាប់មនុស្សចាក់ជ្រុចហ្នឹងមិនដែរដេតស្អីហើយពេលហ្នឹងក៏គេបានទទួលទូរស័ព្ទពីអ្នកខលផងដែរដែលបានថាឥឡូវគឺគេរកឃើញខៃហើយនៅពេលដែលលឺបែបហ្នឹងគឺគាត់សប្បាយចិត្តខ្លាំងមែនតើក៏បានឲ្យនាំខៃហ្នឹងគឺមកខាងក្រៅវិញពេលហ្នឹងអ្នកខលបានថាខៃឥឡូវដូចត្រូវបានគេបញ្ជាត្រូវបានគេសណ្ដំពីពួកបិសាចសមោចឹងមិនមែនជាខៃដូចមុននោះទេដូចជាគេបញ្ជាតែក៏បានថាអីទេយកខៃមកខាងក្រៅមកគឺពួកគេនឹងរកវិធីដើម្បីជួយខៃឲ្យមកដូចដើមវិញហើយដល់ពេលនិយាយទូរស័ព្ទចប់យើងក៏បានឃើញគាត់ក៏បានលោតសប្បាយចិត្តខ្លាំងមែនតើដោយសារតែខៃនៅមានជីវិតអីចឹងណាគឺគេសប្បាយចិត្តខ្លាំងណាហើយចំណែកគេលូក៏បានសប្បាយចិត្តដែរទៅបងគេគិតថាខៃហ្នឹងគឺស្លាប់បាត់បង់ជីវិតហើយប៉ុន្តែមិននឹកស្មានថាខៃនៅមានជីវិតសោះអូយសប្បាយចិត្តដល់កោពេលហ្នឹងយើងក៏បានឃើញថាបីសាច់ខ្លានេះវិញវាក៏បានដើរចេញមកខាងក្រៅហើយមកដល់កន្លែងទីក្រុងដែលមានមនុស្សរស់នៅអីចឹងណាតែយើងកន្លែងមកមើលគាត់នឹងគេលូនេះវិញគឺពួកគេទាំងពីរណាកំពុងតែរៀបចំឲ្យដើម្បី surprise អូនប៉ាំអីចឹងណាតាំងពីក្នុងបន្ទប់ក្នុងទីក្រុងរហូតមកដល់ក្រៅចូលក្នុងព្រៃក៏បានចូលក្នុងព្រៃបន្តទៀតតាមផ្លូវដែលពួកគេធ្វើដំណើរអីចឹងទៅអត់ដឹងថា surprise ទេចាំទស្សនាបន្តទៀតឥឡូវយើងកន្លែងមកមើលពេលល្ងាចនេះវិញយើងក៏បានឃើញថាបីខ្លាចខ្លាំងក៏វាបានសម្លាប់មនុស្សពីរនាក់ផងដែរក៏ដូចជាបលិសមករោមពាត់ជុំវិញនឹងតែម្ដងហើយនៅពេលដែលបលិសវាបហាទៅកាន់គេក៏បានប្រើលបឿនយ៉ាងលឿនដើម្បីរត់ទៅហើយបាត់ទៅណាបាត់ទេអាមួយនេះទៅណាបាត់ទេបលិសឆ្ងល់ខ្លាំងមែនតើប៉ុន្តែពេលហ្នឹងយើងក៏បានឃើញដៃរបស់បលិសគឺដាច់មកជាងតែម្ដងអាដៃកាន់នឹងភ្លើងហ្នឹងហើយយើងក៏បានឃើញបីសាច់ខ្លាំងក៏បានមកនៅក្រោយបលិសផងដែរជាពិសេសហ្នឹងគឺគេបានយកម្រាមដៃដែលដៃរបស់បលិសហ្នឹងយកមកដាក់ចូលមាត់ទៅពីគ្រប់ឡើងឆ្ងាញ់ពិសាតែម្ដងហើយព័ត៌មានហ្នឹងក៏គេបានចុះផ្សាយនៅក្នុងទូរទស្សន៍ដោយឃីលូក៏បានចូលមើលដូចគ្នាឃីលូក៏បានមើលទៅអូទីក្រុងដែលបីសាច់ហ្នឹងកំពុងតែនៅអាព័ត៌មានកំពុងតែចាក់ផ្សាយហ្នឹងជាមួយនឹងទីក្រុងរបស់គេខុសត្រូវគ្នាតាមប្រឡោះទីក្រុងតែប៉ុណ្ណោះចិត្តគ្នាហ្នឹងមិនឡងតាមទីក្រុងទេហើយនៅពេលដែលគាត់ចូលមកឃីលូក៏បានបិទព័ត៌មានហ្នឹងគឺអត់ចង់ឲ្យគាត់ដឹងខ្វាយខ្វល់ជាមួយនឹងរឿងនោះទេដោយសារតែឥឡូវហ្នឹងគឺគាត់មានថាមពលពិសេសអត់មានអីការពារខ្លួនដើម្បីយុទ្ធឡើយនៅថ្ងៃបន្ទាប់យើងក៏បានឃើញគាត់ក៏បានមកចូលចាំអូនប៉ាំដើម្បីទៅដេតគ្នាអញ្ចឹងណាពេលហ្នឹងផងដែរយើងក៏បានឃើញមាននារីម្នាក់ក៏បានចូលមកហាយជាមួយនឹងគាត់ដំបងមើលស្គាល់ទេចំអាណាគេវិញអត់ដែរស្គាល់ចូលមកហាយឡប់ទេប៉ុន្តែដល់ពេលហ្នឹងក៏គេមកភ្ញាប់ហាអូនប៉ាំជួយស្អាតមែនងាប់ហើយខ្ញុំទៅធ្វើអូនខ្មោចដល់ពេលឥឡូវមិនមែនអូនខ្មោចអូនខ្ជូតទៅហើយពេលហ្នឹងយើងក៏បានឃើញឃីលូឆ្ងល់ខ្លាំងចំនៅស្រីនេះណាគេវិញឃីលូអត់ស្គាល់ដែរអត់ដឹងថាអូនប៉ាំទេហើយចំណែកអូនប៉ាំក៏ដូចជាគាត់ក៏បានដើរទៅដេតមួយគ្នាបាត់ទៅឃីលូអង្គុយឆ្ងល់ចុះអ្នកស្រីណាគេស្រីដេតអូនប៉ាំហ៎ហើយយើងក៏បានឃើញគាត់ក៏បាននាំអូនប៉ាំមកដេតកន្លែងផ្លែកជាច្រើនចំណែកឃីលូក៏បានតាមដានផងដែរតាមការពារគាត់ណាហើយយើងក៏បានឃើញថាពួកគេក៏បានមកញ៉ាំអីឃីលូក៏តាមពួកគេក៏បានចូលព្រៃអាយ៉ាចូលព្រៃស្ងាត់បាត់ដំណឹងនេះតែឃីលូនៅតាមទៀតហើយពេលហ្នឹងឃីលូក៏បានចាប់អារម្មណ៍ថាមានបីសាច់សមោញគឺនៅជុំវិញហ្នឹងនៅចិត្តហ្នឹងអីចឹងណាអញ្ចឹងគឺគេអត់ចង់រំខានទៅកាន់គាត់និងអូនប៉ាំដែលគ្នាទេគឺគេនឹងធ្វើការទៅចាត់ការបីសាច់សមោញហ្នឹងដើម្បីកុំឲ្យរករឿងទៅកាន់គាត់ហើយនឹងអូនប៉ាំហ្នឹងឯងពេលហ្នឹងយើងក៏បានឃើញឃីលូក៏បានលោតមកកន្លែងឆ្ងាយដើម្បីបញ្ឆោតបីសាច់ហ្នឹងឲ្យមកតាមហើយនៅពេលហ្នឹងយើងក៏បានឃើញសមោញរបស់បីសាច់ហ្នឹងដូចស្តៀងណាគេនេះហើយនៅពេលបីសាច់ដើរចេញមកឃីលូភ្ញាក់ផ្អើលខ្លាំងមែនទែនតាមពិតទៅគឺជាដៃគូចាស់របស់គេរ៉ាម៉ុតដែលជាបីសាច់ដែលឃីលូហើយនឹងគាត់បានវាយនឹងឯងនិយាយចង់ចេញមែនរ៉ាម៉ុតក៏គេបានចំឥឡូវនឹងជួបគ្នាទៀតហើយសងសឹកហើយចាកូនក្មេងមួយទៀតណាចាំហៅគេមកតែមិនអីទេមិនហៅក៏អត់ទៅលាក់ខ្លួនលាក់ទៅនៅពេលដែលគេសម្លាប់គេលូប្រកាសជាកូនក្មេងហ្នឹងគឺមករកគេដែលខ្លួនឯងហ្នឹងឯងហើយយើងក៏បានឃើញពួកគេក៏បានត្រៀមខ្លួននៅក្នុងការប្រយុទ្ធគ្នាផងដែរបើកតាមអពលណែនរៀងខ្លួនខ្លាំងដល់កឲ្យអូរ៉ាម្នាក់ហើយយើងចង់ដឹងថាពួកគេទាំងពីរនាក់វាយគ្នាអាណាឈ្នះអាណាចាញ់អាណាខ្លាំងអាណាអន់ហ្នឹងយើងចាំទស្សនានៅពេលក្រោយបន្តទៀតអាពាក្យហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងសង្ឃឹមថាគ្នាអធិស្ឋានផងហើយបើសិនអ្នកនេះចង់ដឹងព័ត៌មានអីលឿនថាអាប់ឡូតមកម៉ានផុសមកម៉ានចេញរឿងអីណាបាត់ខ្ញុំទៅណារវល់ធ្វើអីកុំភ្លេច join ក្រុម Telegram ខ្ញុំអ្នកមួយផង link នៅក្នុង comment ក៏ដូចជានៅក្នុង description កុំភ្លេចជាប់អ្នកមួយទៅព្រោះថាខ្ញុំផ្ដល់ព័ត៌មានអីលឿនខ្លាំងមែនទែននៅពេលដែលខ្ញុំទៅខ្ញុំរវល់អីពីច្រើនខ្ញុំបោះចូលក្រុមហ្នឹងមុនអញ្ចឹងណាក្នុង YouTube ខ្ញុំអត់សូវផុស announcement អីទេអត់សូវផុសជាតំណែងទេតែក្នុងក្រុម Telegram គឺខ្ញុំផុសតែម្ដងអញ្ចឹងកុំភ្លេច join អ្នកមួយទៅហើយជួបគ្នានៅវីដេអូក្រោយសំណាងល្អសុខភាពល្អនឹងមក bye bye អ្នកនរបាយបាយ